ប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី7ព្រះបាទជ័យវរ្ម័នទី7ប្រសូត1125 1218 គឺជាព្រះមហាក្សត្រដ៏ល្បីឈ្មោះនៃអាណាចក្រខ្មែរអង្គរព្រះអង្គសោយរាជ្យចន្លោះឆ្នាំ1181ដល់1218និងមានឈ្មោះល្បីនៃការជាស្ថាបនិកអាណាចក្រនិងការអភិវឌ្ឍសំណង់ធំជាច្រើននៅអង្គរព្រះអង្គគេចាត់ទុកថាជាព្រះមហាក្សត្រដ៏មានឥទ្ធិពលខ្លាំងបំផុតរបស់អាណាចក្រខ្មែរឯព័ត៌មានទូទៅឈ្មោះពេញព្រះបាទជ័យវរ្ម័នទី7 Jayavarman-V សញ្ញាសម័យព្រះរាជាអំណាចនៃអាណាចក្រខ្មែរនៅសតវត្សទី12ឆ្នាំសោយរាជ្យប្រហែលឆ្នាំ1181-1218សាសនាព្រះអង្គជាសាសនិកពុទ្ធសាសនាមហាយានមេហេណាបឺដៃសុងរាជវង្សមហាពាមវង្សឪពុកព្រះបាទធរដេងរង្គីនទ្រាវមនសម័យសោយរាជ្យព្រះបាទជ័យវរ្ម័នទី7ឡើងសោយរាជ្យបន្ទាប់ពីការឈ្នះសង្គ្រាមចំពោះជាតិចាមដែលបានចូលលុកលុយក្រុងអង្គរការទម្លាប់ប្រជាជនដោយចាមសម័យនោះបានជំរុញឲ្យព្រះអង្គសម្រេចធ្វើសង្គ្រាមដើម្បីយកអង្គរក្រោយវិញការងារស្ថាបនានិងអភិវឌ្ឍព្រះអង្គគឺជាម្ចាស់សំណង់ធំជាច្រើននៅអង្គរព្រះនគរវត្តថ្មីប្រាសាទបាយ័នមានព្រះពុទ្ធសាធារណមុខច្រើនអង្គរធំក្រុងបែបនគរបុរីថ្មីដែលជាជើងទីរបស់អង្គរប្រាសាទតាព្រំនិងប្រាសាទប្រែវិហារសង្គមសេវាបង្កើតអាស្រមសន្តាគារឬសាលារៀននិងមន្ទីរពេទ្យទូទាំងនគរខ្មែរប្រងាយមានចំនួន102មន្ទីរពេទ្យស្ថាបនាគន្លងផ្លូវល្អជាមួយនឹងស្ថានីយ៍សម្រាប់សាសនាបំផ្លាញឥទ្ធិពលសាសនាហិណ្ឌូក្នុងរដ្ឋនិងលើកកម្ពស់ព្រះពុទ្ធសាសនាមហាយានសារៈសំខាន់ព្រះបាទជ័យវរ្ម័នទី7ត្រូវបានគេចាត់ទុកថាជាព្រះអង្គគំចាស់ដ៏មានគុណធម៌ដោយព្រះអង្គមានពាក្យល្បីមួយថាព្រះអង្គមិនរីករាយនឹងសុភមង្គលរបស់ព្រះអង្គឡើយនៅពេលដែលព្រះរាជនៅទុក្ខវេទនានេះបង្ហាញពីបុណ្យធម៌និងសេចក្តីមេត្តាករុណារបស់ព្រះអង្គសេចក្តីសន្និដ្ឋានព្រះបាទជ័យវរ្ម័នទី7គឺជារូបមន្តបុគ្គលដែលបានបំលែងអង្គរឲ្យក្លាយជាគ្រឹះបដិសណ្ឋារកិច្ចនៃសាសនាដ៏មានចម្ងល់និងអភិវឌ្ឍខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ព្រះអង្គបានបន្សល់ទុកសំណង់វប្បធម៌ដ៏អស្ចារ្យសម្រាប់ជំនាន់ក្រោយរហូតដល់សព្វថ្ងៃ។